អូខេសួស្តីបងប្អូនសាជាថ្មីនៅក្នុងវីដេអូនេះយើងនិយាយអំពី keypad ណា keypad វាអត់ដំណើរការណាអញ្ចឹងបងប្អូនភាគច្រើនដែលធ្វើការងារទៅលើ keypad ប្រកាសជាយល់ហើយការងារហ្នឹងណាបាទអញ្ចឹងបើយើងអត់ដំណើរការយើងធ្វើបានដែរប៉ុន្តែនៅក្នុងនេះឧទាហរណ៍ថាយើងវាយមក1 2 3 4 5 6ប៉ុន្តែ keypad នេះវាមានមុខងារផ្លូវកាត់មួយយ៉ាងដែលវាធ្វើឲ្យយើងងាយស្រួលនៅក្នុងការប្រើប្រាស់អញ្ចឹងណាបាទហើយបងប្អូនមួយចំនួនគឺប្រើប្រាស់វាចាំបាច់ប៉ុន្តែបើខ្ញុំមកជាក់ស្ដែងមកគឺខ្ញុំអត់សូវប្រើទេអាហ្នឹងដោយសារតែខ្ញុំធ្វើការវាមិនសូវតាក់ទងជាមួយអាហ្នឹងណាបាទហើយខ្ញុំធ្វើវីដេអូនេះដោយសារតែមានបងប្អូនគាត់សួរបាទអញ្ចឹងខ្ញុំធ្វើប៉ុណ្ណឹងទៅបាទអញ្ចឹងយើងមើលបញ្ហាវាទាំងថានៅពេលដែលយើងចុចឧទាហរណ៍យើងចុចទៅអានេះវាតំណាងឲ្យព្រួញណាព្រួញឆ្វេងព្រួញស្ដាំអញ្ចឹងវាចុចទៅវាអត់ដំណើរការទៅជាលេខទេបាទវាអត់ដំណើរការអីទេអញ្ចឹងយើងគិតថាប្រហែលមកពីជាប់អា number lock នេះនេះបាទអញ្ចឹងយើងដកអា number lock ហ្នឹងមើលវាបាត់ភ្លើងក្រហមយើងចុចមើលវាទៅជាមុខងារវាជំនួសឲ្យនេះវាអត់វាយចេញជាលេខទេណាបាទវាទៅជាដើរអាហ្នឹងវិញបាទអញ្ចឹងយើងធ្វើម៉េចដើម្បីដោះស្រាយបញ្ហាហ្នឹងបាទអានេះយើងនៅដើរអាលេខខាងលើនេះយើងនៅដើរធម្មតាណានៅដើរធម្មតាដល់ទៅពេលនេះវាអត់ដើរណាវាអត់ដើរយើងបិទអាភ្លើងខៀវនេះមកយើងចុចទៅវាដើរទៅចេញជាអញ្ចឹងវិញបាទអូខេអញ្ចឹងដំណោះស្រាយងាយសង្ឃឹមថាបងប្អូនយកទៅអនុវត្តហើយបានប្រសើរហើយវាជាទូទៅហើយដែលយើងភាគច្រើនយើងជាប់អាហ្នឹងណាបាទអញ្ចឹងខ្ញុំចូលមកកាន់ Windows របស់យើងហ្នឹងហើយខ្ញុំមើលពាក្យ setting ណាមើលពាក្យ setting បាទអញ្ចឹងបងប្អូនមើល setting មកហើយបងប្អូនមើលអូសមកក្រោមនេះបាទអូសមកក្រោមឃើញពាក្យ access នេះពាក្យ access of key នេះបាទ easy of access ច្រឡំ sorry ពាក្យ easy of access អូខេចុចអាហ្នឹងមកហើយបន្ទាប់មកបងប្អូនអូសមកបាទអូសមកកាន់នេះពាក្យថា mouse បាទមកកាន់ពាក្យថា mouse អូខេបន្ទាប់មកយើងមើលនេះពាក្យនេះវាជាប់អានេះអញ្ចឹងណាអញ្ចឹងបងប្អូនដកអានេះមកឲ្យវាចេញជា off អញ្ចឹងវិញមកបាទតែប៉ុណ្្នឹងហើយយើងបិទអញ្ចឹងយើងចូលទៅធ្វើការនៅលើវាម្ដងទៀតណាអញ្ចឹងនៅពេលដែលយើងធ្វើការម្ដងទៀតវានៅជាព្រួញឃើញទេអញ្ចឹងយើងបើកអា num lock ហ្នឹងមកបាទបើកអា num lock ហ្នឹងមកយើងធ្វើការទៅវាយវាបានធម្មតាណាវាយវាបានមក keypad ហ្នឹងគឺយើងប្រើការបានធម្មតាឃើញទេបាទហើយបើថាយើងអត់ប្រើគេយើងដាក់ num lock នេះវិញមកវាធ្វើការនេះឃើញទេបាទចុចទៅវាចេញបែបហ្នឹងវិញអញ្ចឹងណាអញ្ចឹងយើងបើក num lock មកអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេខ្លីហើយសង្ឃឹមថាបងប្អូនដែលកំពុងតែជួបបញ្ហាហ្នឹងអាចយកវាទៅអនុវត្តដោះស្រាយបញ្ហាហ្នឹងបានបាទសូមអរគុណសូមជម្រាបលា